ថ្ងៃនេះយើងមករៀនធ្វើម្ហូបឆ្ងល់តឡាជាមួយនឹងឆ្អឹងចានីជ្រូកជាដំបូងយើងដាំឆ្នាំងឲ្យរាងក្តៅហើយយើងចាក់ខ្លាញ់ចូលបន្តិចហើយយើងដាក់ខ្ទឹមសម្រេចហើយជាមួយប៊ីចេងនិងប៊ឺរ៉ូឌីហើយយើងកូរវាឲ្យសព្វរួចហើយចាក់ទឹកត្រីចូលតាមបរិមាណដែលបងប្អូនគាត់ថាសមរម្យបន្ទាប់ពីចាក់ទឹកត្រីចូលហើយបងប្អូនដាក់ជាមួយនឹងទឹកប្រេងខ្យងបន្តិចទៀតដាក់ទឹកប្រេងចង់ចូលហើយបងប្អូនព្យាយាមកូរកវឹកវាឲ្យវាចូលជាតិជាមួយនឹងខ្ទឹមសនិងគ្រឿងត្រូវយើងបានដាក់នៅពេលដែលវាចូលជាតិហើយបងប្អូនចាក់ជាមួយនឹងសាច់ជ្រូករបស់យើងចូលទៅក្នុងឆ្នាំងហ្នឹងចាក់សាច់ជ្រូកហើយបងប្អូនព្យាយាមកវឹកសាច់ជ្រូកវាដើម្បីឲ្យវាចូលជាតិដើម្បីឲ្យគ្រឿងហ្នឹងប្រឡាក់ជាមួយនឹងសាច់ជ្រូកនៅពេលដែលយើងកូរវាសព្វចូលជាតិអស់ហើយយើងទុកចូលវាមកទទុះដើម្បីឲ្យវាឆ្អិនបងប្អូនគិតថាវា 50% ឆ្អិនបងប្អូនចាក់ទឹកចូលតាមបរិមាណដែលបងប្អូនគិតថាល្មមប៉ុណ្ណាយើងចាក់ទឹកប៉ុណ្ណឹងដើម្បីកុំឲ្យវាខ្លោចសាច់នៅពេលយើងចាក់ទឹកចូលយើងទុកវាមកទទុះដើម្បីឲ្យពុះនៅពេលទឹកពុះគិតថាល្មមហើយយើងចាក់បន្លែរបស់យើងហ្នឹងបន្លែតឡាចហ្នឹងចាក់ចូលហើយយើងក៏វឹកតិចទុកចូលមកទទុះដើម្បីឲ្យវាពុះឲ្យវារាងផុយតិចពេលនេះស្លក្នុងតឡាចរបស់យើងគិតថាវាឆ្អិន 100% ហើយយើងដួសមើលភ្លក់មើលថាល្មមឬអត់បើថាល្មមខ្វះអីយើងថែមគ្រឿងតាមហ្នឹងឥឡូវវាឆ្អិនហើយយើងដួសដាក់ចានសម្លរបស់យើងគឺបានឆ្អិន 100% ហើយសម្រាប់បងប្អូនណាដែលគិតថាខ្លួនមិនទាន់មានជំនាញក្នុងការធ្វើម្ហូបបងប្អូនអាចចូលមកមើលក្នុង channel របស់ខ្ញុំពីការធ្វើម្ហូបរបស់យើងខ្ញុំហើយបើសិនជាបងប្អូនមិនទាន់បាន subscribe YouTube របស់ខ្ញុំទេបាទសូមជួយ subscribe ផងដើម្បីទទួលបានការបង្រៀនធ្វើម្ហូបជារៀងរាល់ថ្ងៃ